មស្រេចស្បាច់ហៅទីបំផុតអឃាតករដ៏ព្រៃផ្សៃនេះត្រូវចាប់ខ្លួនបានហើយរីឯចម្លើយសារភាពរបស់វាវិញគឺដូចទៅនឹងការសង្ស័យមែនប្រិមិត្តជាទីមេត្រីជម្រាបជូនឡើងវិញថាកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025គឺមានករណីឃាតកម្មមួយបានកើតឡើងដែលបង្កឡើងដោយជនសង្ស័យឈ្មោះមនសីហាហៅឥណ្ឌាភេទប្រុសអាយុ19ឆ្នាំជនជាតិខ្មែរបានឲ្យប្រភពព័ត៌មានខ្លះថាអាយុ20ឆ្នាំគឺបានធ្វើនៅសកម្មភាពសម្រាប់ជនរងគ្រោះឈ្មោះហ៊ីមទីណាភេទស្រីអាយុ22ឆ្នាំជនជាតិខ្មែររួចយកទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិក្រូចឃុំស្វាយភ្លើងស្រុកតាំងគោកខេត្តកំពង់ធំបាទក្រោយពីមានហេតុការណ៍ខាងលើនេះបានកើតឡើងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហ៊ុនមុនីរតន៍វរៈសេនីយ៍ឯកហែមបូណានិងវរៈសេនីយ៍ឯកឆាន់គីមលីអនុប្រធាននាយកដ្ឋានបានដឹកនាំសហការជាមួយនឹងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងខេត្តបៃលិនបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យលុះឈានមកដល់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅត្រង់ចំណុចលើភ្នំទ្រាប់ស្ថិតក្នុងភូមិខ្លុងសង្កាត់អូតាវ៉ាក្រុងបៃលិនខេត្តបៃលិនបាទរត់គេចខ្លួនបានឆ្ងាយមែនទែនបាទអាមនសីហាហៅឥណ្ឌានេះបាទតាំងពីខេត្តកំពង់ធំរហូតទៅដល់ខេត្តបៃលិនបាទក្រោយពីឃាត់ខ្លួនបានជនសង្ស័យបានឆ្លើយសារភាពថាកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ជនរងគ្រោះបានមកទារប្រាក់ពីម្ដាយរបស់ខ្លួនប៉ុន្តែម្ដាយមិននៅបន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅក្នុងផ្ទះរួចខ្លួនក៏បានធ្វើសកម្មភាពចាប់ខ្ទប់មុខនិងវាយសម្លាប់ហើយក៏បានរំលោភជនរងគ្រោះក្រោយមកក៏បានយកសាកសពទៅកប់តែម្ដងបាទប្រិមិត្តឮហើយញ័រសាច់តែម្ដងបាទប្រិមិត្តអានេះពិតជាសាហាវខ្លាំងមែនទែនបាទអញ្ចឹងគឺដូចទៅនឹងការទស្សន៍ទាយក៏ដូចជាការប៉ាន់ស្មានរបស់មហាជនមែនគឺពិតជាស្ថិតនៅក្នុងករណីរំលោភសម្លាប់ប៉ុន្តែអានេះមិនមែនរំលោភសម្លាប់ទេបាទគឺសម្លាប់ហើយរំលោភបាទជាអាប៉ែតនេះវើយបាទហើយតេតងទៅនឹងរឿងនេះផងដែរនៅក្នុងការឆ្លើយបំភ្លឺពីស្នងការនៅក្នុងខេត្តកំពង់ធំដំបងឡើយបន្ទាប់ពីខាងមន្ត្រីប៉ូលីសខាងកំពង់ធំបានធ្វើការពិនិត្យក៏ដូចជាធ្វើកសោតវិច័យហើយក៏បានសន្មតថាវាមិនមែនជាករណីរំលោភទេបាទគឺខាងប៉ូលីសដំបងឡើយគឺសន្មតថាអត់បានរំលោភទេបាទអឃាតករហ្នឹងគឺអត់បានរំលោភទេបាទគឺគ្រាន់តែវាសម្លាប់ប៉ុន្តែមិនដឹងថាក្នុងចេតនាអ្វីឲ្យប្រកាសទេអាចថាដោយសារតែចង់បានទ្រព្យសម្បត្តិឬក៏យ៉ាងម៉េចពីព្រោះថាជនរងគ្រោះគឺហ៊ីមទីណាដែលជាបុគ្គលិក CEO នោះគឺគាត់មានទ្រព្យសម្បត្តិជាប់ខ្លួនខ្លះដែរប៉ុន្តែយ៉ាងណាមិញនៅក្នុងចម្លើយសារភាពរបស់ឥណ្ឌានេះបាទអាមនសីហាហៅឥណ្ឌានេះគឺវាបានឆ្លើយថាគឺវាពិតជាបានរំលោភជនរងគ្រោះពិតប្រកបមែនបាទអញ្ចឹងចាប់វាបានអញ្ចឹងហើយគឺគួរតែដំពងវាសិនបាទចាំចាត់ការទៅតាមវិធានការផ្សេងទៀតបាទហើយបច្ចុប្បន្ននេះអាជនបង្កនេះគឺកំពុងតែបំពេញសំណុំរឿងតាមនីតិវិធីប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្ត